អូខេសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel ទីតងនឹងគោលរបស់យើងខ្ញុំសាយម្ដងទៀតបន្ទាប់ពីចេញវីដេអូកាលពីថ្ងៃសុក្រវាព្យាករណ៍ពីអឺតម្លៃមាសនៅលើឆាតតតែម្ដងនេះហើយនេះហើយមកដល់ថ្ងៃសៅរ៍គឺការព្យាករណ៍សម្រាប់ថ្ងៃច័ន្ទនិងសប្តាហ៍ក្រោយតែម្ដងណាអញ្ចឹងបងប្អូនមើលទាំងអស់គ្នាថាតើសប្តាហ៍ក្រោយនេះតើតម្លៃវាទៅខាងណាអូខេអញ្ចឹងដើម្បីតែមើលសប្តាហ៍ក្រោយឥឡូវយើងមើលមក candle មួយសប្តាហ៍សិន candle មួយសប្តាហ៍នេះយើងឃើញថាសប្តាហ៍កន្លងទៅនេះវាចុះអញ្ចឹងហើយដើម្បីមើលសប្តាហ៍ក្រោយវាចុះឬក៏ឡើងបងប្អូនអាចមើលទៅនៅក្នុង candle នេះវាអត់មានតន់ភាពមានច្បាស់លាស់ទេ candle នេះក៏ต้องខែថ្មីដែរខែថ្មីនេះវា candle នេះវាធ្លាក់ប៉ុន្តែធ្លាក់នៅក្នុងកម្រិតមួយដែលវាទូចជាងខែចាស់អញ្ចឹងមានថាបើនិយាយអំពីខែគឺអត្រាភាគរយដែលវាឡើងគឺនៅមានលទ្ធភាពខ្ពស់នៅឡើយអូខេឥឡូវយើងងាកមកមួយសប្តាហ៍វិញមួយសប្តាហ៍នេះបើយើងមើលមួយសប្តាហ៍នេះគឺវាអាចនឹងសប្តាហ៍ក្រោយនេះគឺវាអាចចុះដោយសារតែពី candle វានេះវាបានចុះទៅហើយនេះណាសប្តាហ៍ក្រោយនេះចាំងជាប្រព័ន្ធសុកនេះវាភាគរយដែលវាចុះគឺខ្ពស់ណាអាចថា90ទៅ99%ណាដែលវាចុះជាងមើលទៅលើមួយថ្ងៃវិញទៀតមួយថ្ងៃវិញទៀតបើ candle ទៀនចុះវាបានប៉ះទៅនឹងខ្សែ support SMA កណ្ដាលនេះខ្សែ support នេះហើយ candle ទី2ដែលថ្ងៃសុក្រនេះចុងសប្តាហ៍គឺវាមកប៉ះដោយមិនបានបន្សល់ទុកនៅទៀនឡើងឬក៏ទៀនចុះគួរក៏សង្កល់ទេអញ្ចឹងមានន័យថាអត្រាដែលវាសង្កត់ចុះហ្នឹងវាខ្ពស់សម្រាប់សប្តាហ៍ខ្ញុំនិយាយសម្រាប់សប្តាហ៍ក្រោយណាមិននិយាយសម្រាប់ខែទាំងមូលទេពីព្រោះក្នុងខែទាំងមូលខែមេហ្នឹងគឺវាអាចឡើងវិញនៅក្នុងសប្តាហ៍ណាមួយប៉ុន្តែឡើយសប្តាហ៍នេះភាគរយដែលវាចុះគឺខ្ពស់អាសប្តាហ៍ក្រោយនេះភាគរយគឺវាចុះខ្ពស់ណាស់អញ្ចឹងសួរតែចុះតំណាអូខេឥឡូវយើងងាកមកមើល candle 4ម៉ោងវិញទៀន4ម៉ោងវិញអញ្ចឹងទៀន4ម៉ោងនេះយើងមើលឃើញថាចុងសប្តាហ៍នេះ4ម៉ោងចុងក្រោយចុងសប្តាហ៍នេះវាបានឡើងតិចអញ្ចឹងគេរំពឹងថាទៀនហ្នឹងវានឹងដើរមកដល់ចំណុចនេះខ្សែចំណុចម្ដងទៀតមកប៉ះresistance នេះម្ដងទៀតកន្លែងនេះណា resistance នេះខ្សែ resistance នេះប៉ះកន្លែងម្ដងទៀតដល់ចំណុច3264.8ខ្សែចន្លោះហ្នឹងណាវាអាច3264.8ឬអាច3264ឬអាច3265ហ្នឹងចន្លោះហ្នឹងវានឹងមកប៉ះម្ដងទៀតហើយភាគរយគឺវានឹងប៉ះវាបន្តពីប៉ះហើយវានឹងចុះមកវិញអូខេវានឹងចុះមកវិញចេះភាគរយគឺវានឹងចុះមកចេះតើប៉ះនឹងហើយគឺវាចុះមកវិញណាវាចុះមកចេះតម្រង់វាមិនចង់និយាយថាសញ្ញាព្រួយដល់ហ្នឹងវាចុះដល់ហ្នឹងហើយមិនต้องសម្គាល់ថាវានឹងចុះវិញដល់ពេលវាប៉ះខ្សែ resistance នេះប៉ះតំបន់នេះខណៈវាប៉ះតំបន់ហ្នឹងគឺវានឹងចុះមកវិញអញ្ចឹងសួរថាចុះមកដល់កន្លែងណាដើម្បីចង់ដឹងថាម្ដងចុះកន្លែងណាយើងមើលមក support វាសិនយើងអាចលុបនេះចឹងឲ្យវាពិបាកមើលយើងមើលខ្សែ support វាដំបូងនៅកន្លែងណានេះកន្លែងនេះយើងអត់ចាំបាច់មើលឆ្ងាយដំបូងឡើយវានឹងមកប៉ះកន្លែងនេះហើយដំបូងគេបំផុតមើលតំបន់ដែលមកប៉ះដំបូងគេបំផុតគឺកន្លែងនេះវាធ្លាក់មកកន្លែងសិនបន្តប៉ះនេះហើយនេះបន្ទាប់ពីបុកអានេះហើយនេះប៉ះកន្លែងនេះវានឹងចុះមកកន្លែងនេះវិញណាចុះមកកន្លែងនេះវិញដំបូងឡើយហើយបើវាទម្លុះខ្សែការពារកន្លែងនេះបានអញ្ចឹងវានឹងមកតង់ទី2យ៉ាងទៅតង់ទី2កន្លែងនេះទាញមកវិញតិចនេះខ្សែការពារទី2របស់វាគឺនេះមកប៉ះកន្លែងនេះតង់ទី2គឺអាចប៉ះតង់ទី1គឺធ្លាក់មកកន្លែងនេះ32ប៉ុន្មានទេ3286ណា3206សំទោស3206ហើយធ្លាក់មកតង់ទី2វាអាចមក3155ឬ316កន្លះហ្នឹងហើយមកដល់កន្លះហ្នឹងបានវាចូលសប្តាហ៍មួយទៀតហ្នឹងអាចថាសប្តាហ៍ទី2នៃខែទី5ហ្នឹងគឺវានឹងឡើងទៅវិញដោយសារតែក្នុង candle មួយខែនេះគឺវាអត់ទាន់មានសញ្ញាខ្លាំងនៅឡើយទេអញ្ចឹងវាអត្រាខែ5នេះវានឹងឡើងទៅវិញហើយវានឹងឡើងទៅវិញអូខេចឹងបងប្អូនអាចមើលទៅតាមតម្រងឆាតនេះបានហើយបងប្អូនអាចសួរថាតើយើងមើល indicator ណាមួយដែលវាច្បាស់លាស់ជាងគេឬក៏ត្រូវប្រើ AI trade ណាវាអាស្រ័យលើការចង់បានបងប្អូនម្នាក់ប៉ុន្តែវាយោងទៅលើបទពិសោធន៍ច្រើនឆ្នាំកន្លងមកនេះខ្ញុំសង្កេតមើលឃើញថា Bollinger Band ឬក៏ថា SMA ឬក៏ EMA នឹងវានៅជា the best indicator ដដែលទេ
ប៉ុន្តែគាត់ថាបងប្អូនចំណាំ trade មួយណាដែលវាត្រូវដៃត្រូវយើងជាងយើងអាច trade ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនខ្ញុំមិនហ៊ានថាមួយណាវាប្រកបជាជាងវាអាស្រ័យលើយើងច្បាស់មួយណាជាងតែប៉ុណ្្នឹងទេសម្រាប់ខ្ញុំចំណូលចិត្តរបស់ខ្ញុំគឺប្រើនេះជាងហើយបងប្អូនចង់ដឹងថាតើប្រើអានឹងវាប្រើមិនឲ្យវាច្បាស់លាស់ឬក៏យ៉ាងម៉េចចង់ដឹងបន្ថែមអីបងប្អូនអាចចាត់តងឆាត comment មកខ្ញុំបាននៅក្នុង comment YouTube មកណា comment តែជួយប្រាប់ខ្ញុំបញ្ចូលទាញចូលក្នុង channel Telegram ដើម្បីនឹងនិយាយប្រាប់បន្ថែមទាក់ទងទៅនឹង Bullion Shipper ហ្នឹងថាពួកបាយចំណុចមិនបាយវា sell ណាហើយមើល time frame មកមុខដើម្បីយើងនឹងចូលបាយកន្លែងណានោះខ្ញុំមាន channel ក្រុម Telegram របស់ខ្ញុំមួយដើម្បីជម្រាបជូនបងប្អូនបន្ថែមទៀតអូខេអញ្ចឹងជាសង្ខេបឡើងវិញគឺសម្រាប់សប្តាហ៍ក្រោយវាមាន scenario 2អាចថា scenario ដំបូងគឺវានឹងឡើងមកនេះវានឹងឡើងមកប៉ះចំណុចនេះណាវានឹងឡើងមកប៉ះចំណុចនេះមានន័យថា32.4នេះយើងគាត់តាមប្រែ1ម៉ោងវាមិនស្រួលមើលជាងអូខេវានឹងឡើងមកប៉ះនេះកន្លែងនេះវាឡើងប៉ះនេះអាចថា32.4ណាពេលដែលមកប៉ះកន្លែងហ្នឹងហើយវានឹងមកវានឹងមកកន្លែងដើមរបស់វាវិញមកដល់វិញកន្លែងនេះវិញ support នេះវិញអញ្ចឹងមានន័យថាយើងអាចមកដល់កន្លែងនេះគឺយើងអាច sell ឲ្យបានប៉ុន្តែយើងកុំភ្លេច stop loss ផងការពារវាព្រោះនឹងវាអត់មានស្អី 100% ទេមានយើងចេះការពារខ្លួនឯងអញ្ចឹងនៅពេលដែលមកយើងចូល sell កន្លែងនេះយើងថត stop loss នៅកន្លែងresistance របស់វានៅកន្លែងនេះណាខុសនឹងតិចមកវាថាប្រហែល1ម៉ោងហើយយើង take profit នៅកន្លែងនេះនេះឥឡូវដោយសារតែនៅក្នុងសប្តាហ៍ក្រោយនេះវាអត្រាវាដើរក្នុង band ហ្នឹងវាដើរក្នុង band ហ្នឹងចាំមើលវាហែកទៅណាណាវាដើរនៅក្នុងសប្តាហ៍ក្រោយវាចូលថ្ងៃច័ន្ទthêmវារំពឹងថាវានឹងដើរនៅក្នុងឆាតវានឹងដើរនេះអានេះតម្លៃវាដើរនៅក្នុងអានេះហើយ band នេះដើរចេះទៅរបស់វាដើរចន្លោះនេះវាដើរនេះដើរជាមួយបងអាចលេងយកចោលការចន្លោះសប្តាហ៍រំទៅដល់ពេលល្ងាចម៉ោង8យប់នេះជាងម៉ោង8ចូលវាអាចមាន high band ទៅលើ high band ទៅក្រោមបានណាចាំម៉ោង8យប់ថ្ងៃច័ន្ទខ្ញុំនឹងធ្វើ live ម្ដងទៀតដើម្បីតើទីផ្សារវាទៅណាប្រកបគាត់តែដឹងថាថ្ងៃច័ន្ទនេះវាប្រកាសជាដើរក្នុង rank ហ្នឹងហើយវាអត់ទៅហួសពី rank ទេអញ្ចឹង rank ហ្នឹងវា32.24 32.63វាកម្រិតខុសគ្នា40លេខដែរច្រើនដែរបើអញ្ចឹងបើយើងប៉ះខាងក្រោមយើងអាចបាយបានបើប៉ះខាងលើយើងអាច sell បានអាហ្នឹងនៅក្នុងរាប់ចាប់ពីម៉ោងព្រឹកយើងរហូតដល់ម៉ោង8យប់ព្រោះដល់ណាដល់ម៉ោងអាមេរិកយើងអាចថាប៉ះលើ sell ប៉ះក្រោមបាយបានប្រែប្រួលទៅតាមវា high band ខាងឡើងខាងណាវិញណាបើវា high band ខាងលើយើងទៅចាំមើលវាសិនប៉ុន្តែបើវា high band ខាងក្រោមមានតែយើងទៅ sell ទៅយើងចាំមើលម៉ោង8យប់ថាទៀតប៉ុន្តែគាត់ថាខ្ញុំបញ្ជាក់ឡើងវិញថាពីម៉ោងព្រឹកណាពីម៉ោងព្រឹករហូតដល់ម៉ោង7 8យប់យើងហ្នឹងគឺវាដើរក្នុង sideways ហ្នឹងហើយដើរលេងក្នុងសួនហ្នឹងហើយអូខេប៉ុណ្ណឹងវីដេអូថ្ងៃហ្នឹងសូមអរគុណជម្រាបជួយចុច like subscribe channel របស់ខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងឆាតតតែម្ដងតម្លៃមាននៅលើឆាតក្រៅតតែម្ដងណាអរគុណច្រើនជម្រាបលាបាទ